ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា The Warrior's Way មកសង្ខេបជូនបងប្អូនស្ដាប់ដែលសាច់រឿងមួយនេះគឺនិយាយអំពីដំណើរផ្សងព្រេងរបស់កំពូលអ្នកប្រយុទ្ធដាវសាមរ៉ៃម្នាក់ជាមួយនឹងក្មេងស្រីដែលជាសាច់ឈាមចុងក្រោយនៃត្រកូលសត្រូវរបស់គាត់ប៉ុន្តែគាត់បែរជាជ្រើសរើសយកក្មេងស្រីម្នាក់នោះដោយសុខចិត្តធ្វើការប្រយុទ្ធតតាំងជាមួយនឹងក្រុមនិនចារបស់ខ្លួនទៅវិញចង់ដឹងថាដំណើរសាច់រឿងល្អមើលយ៉ាងណានោះសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងដោយបង្ហាញពីតួឯករបស់យើងគឺជាអ្នកលេងដាវសាមរ៉ៃឥតស្រមោលយ៉ាងភ្លាមនោះក្រុមសត្រូវស៊ូពូជរបស់យ៉ាងក៏បានផុសពីក្នុងទឹកមកជាច្រើនអ្នកប៉ុន្តែទឹកមុខរបស់យ៉ាងគឺបានបង្ហាញយ៉ាងច្បាស់ថាគេគ្មានព្រឺអីបន្តិចឡើយត្រឹមតែមួយប្រពេចភ្នែកយ៉ាងគ្រវាសដាវតែម្ដងក៏អាចសម្លាប់ពួកនោះបានទាំងអស់តែម្ដងហើយចុងក្រោយយ៉ាងក៏ត្រូវប៉ះគ្នាជាមួយនឹងមេប៉ាក់របស់ក្រុមសាមរ៉ៃមុននោះទាំងពីរនាក់ក៏បានកាន់ដាវរត់ចូលគ្នាទៅមកហើយដោយសារតែយ៉ាងរវាសជាងគេក៏អាចសម្លាប់គ្រូធំម្នាក់នោះបានដោយជោគជ័យហើយពេលនេះយ៉ាងគឺទទួលបានកិត្តិនាមជាកំពូលអ្នកក្លាហានដាវសាមរ៉ៃពេញលេញហើយយ៉ាងក៏បានធ្វើការបើកនៅប្រអប់មួយហើយនៅក្នុងនោះគឺជាក្មេងស្រីម្នាក់ដែលជាចំនួនក្រោយបំផុតដែលនៅរស់របស់ក្រុមសត្រូវស៊ូពូជរបស់យ៉ាងមានតួនាទីក្នុងការកម្ចាត់ផ្ដាច់ពូជក្រុមសត្រូវរបស់គេឲ្យអស់យ៉ាងបំរុងនឹងបញ្ចប់ជីវិតនាងតូចទៅហើយប៉ុន្តែនៅពេលដែលមានស្លឹកឈើសាគូរ៉ាទៅជាប់នឹងថ្ពាល់របស់យ៉ាងក្មេងស្រីម្នាក់នោះក៏បានសើចបង្ហាញនៅស្នាមញញឹមដ៏គួរឲ្យខ្នាញ់អ្នកណាតែដាច់ចិត្តសម្លាប់ទៅកើតអញ្ចឹងហើយយ៉ាងក៏បានសម្រេចចិត្តយកនាងតូចហ្នឹងទៅជាមួយគេផងដែរការសម្រេចចិត្តមួយនេះគឺស្មើនឹងក្បត់ជាមួយនឹងក្រុមរបស់ខ្លួនអញ្ចឹងពេលនេះសមាជិកក្រុម Set Float របស់យ៉ាងគឺកំពុងតែតាមក្នុងការសម្លាប់យ៉ាងនិងក្មេងស្រីម្នាក់នឹងហើយដើម្បីការពារក្មេងស្រីម្នាក់នឹងយ៉ាងគឺត្រូវបង្ខំចិត្តសម្លាប់សមាជិកក្រុមរបស់គេហើយទាំងពីរនាក់ក៏បានសម្រាកញ៉ាំបាយយកកម្លាំងបន្តិចប៉ុន្តែលោកយាយចាស់ដែលជាម្ចាស់កន្លែងហ្នឹងតាមពិតទៅក៏មានចេតនាសម្លាប់ក្មេងស្រីម្នាក់នឹងដែរយ៉ាងដឹងមុនគេក៏បានយកចង្កឹះចាក់ភ្នែករបស់គាត់មុនឲ្យស្លាប់បាត់ទៅបន្ទាប់ពីបង្ហើយម្ហូបរបស់គេហើយយ៉ាងក៏បានយកក្មេងស្រីបន្តដំណើរជាមួយនិងបានដុតកន្លែងតូបនឹងចោលផងដែរយ៉ាងបានឡើងជិះនាវាឆ្លងសមុទ្ររហូតដល់សមុទ្រខ្សាច់ដើម្បីជួបជាមួយនឹងមិត្តចាស់របស់គេម្នាក់ហើយដាវរបស់គេគឺគេធ្វើជាដងរែកសម្រាប់លើក្មេងស្រីបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃយ៉ាងក៏បានមកដល់តំបន់មួយដែលគេហៅថាឡូតអ្នកភូមិក៏បានចេញមកមើលយ៉ាងគ្រប់គ្នាហើយបរិសុទ្ធទឿម្នាក់ដែលអាចចាត់ទុកថាជាចាស់ទុំម្នាក់នៅក្នុងតំបន់ហ្នឹងដែលគាត់មានឈ្មោះថាអេកបលគាត់ក៏បានចេញមករាក់ទាក់ទៅកាន់យ៉ាងហើយយ៉ាងក៏បានយករូបថតមិត្តរបស់គេដែលមានឈ្មោះថា Smiley មកបង្ហាញអេកបលបន្ទាប់មកអេកបលក៏បាននាំអ្នកទាំងពីរទៅកាន់ផ្ទះរបស់ Smiley ដែលត្រូវបានបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ Smiley គាត់គឺបានស្លាប់បាត់បង់ជីវិតយូរណាស់មកហើយនៅខាងគ្រូធំរបស់យ៉ាងដែលជាមេប៉ាក់ Set Float ឯនេះវិញគាត់បានបញ្ជាកូនចៅគាត់ដែលជានិនចាជាច្រើនរយនាក់ធ្វើការតាមប្រមាញ់យ៉ាងពីក្រោយរហូតនៅខាងយ៉ាងវិញគេគឺមិនចេះលួងក្មេងឲ្យបាត់យំនោះទេភ្លាមនោះនារីម្នាក់ដែលមានឈ្មោះថា Lin ក៏បានហក់មកវាយយ៉ាងពីក្រោយដោយសារតែនាងស្មានថាយ៉ាងគឺជាមនុស្សម្នាក់ដែល Smiley ស្អប់ហើយតែងតែនិយាយប្រាប់នាងកន្លងមក Lin ដឹងថាក្មេងស្រីគឺមិនមានឈ្មោះអញ្ចឹងហើយនាងក៏បានដាក់ឈ្មោះឲ្យក្មេងស្រីម្នាក់នឹងថា April តែម្ដងទៅ Lin ក៏បានបបួលយ៉ាងក្នុងការដោះដូរគ្នារឿងមួយនោះគឺនាងនឹងជួយមើល April ជំនួសយ៉ាងប៉ុន្តែយ៉ាងត្រូវជួយយាមហាងបោកគក់ឲ្យនាងវិញយ៉ាងក៏បានយល់ព្រមតាំងពីក្មេងមកយ៉ាងគឺចេះតែកាន់ដាវសម្លាប់មនុស្សប៉ុន្តែពេលនេះគេបែរជាមកត្រូវបោកគក់ខោអាវទៅវិញបន្តិចក្រោយមកក៏មានក្មេងប្រុសស្ទាវ3នាក់បានយកខោអាវមកឲ្យយ៉ាងបោកគក់3នាក់ហ្នឹងគឺគិតថាយ៉ាងគឺជាមនុស្សមកពីចម្ងាយអញ្ចឹងហើយក៏ចង់មើលងាយទៅកាន់យ៉ាងដោយសារតែឃើញយ៉ាងអត់សូវចេះមាត់ចេះកប៉ុន្តែភ្លាមនោះលោកអេកបលក៏បានមកចាប់ពងពួកវាទាំង3នាក់ដែលធ្វើឲ្យពួកវាចុកហួលហើយក៏ចេញទៅវិញអស់ទៅអេកបលក៏បានបបួលយ៉ាងឲ្យដើរមើលបរិវេណតំបន់ដែលពួកគេរស់នៅនឹងបន្តិចសិនទៅនៅកំឡុងពេលដែលពួកគេដើរនឹងអេកបលក៏បានប្រាប់ពីប្រវត្តិនៃកន្លែងនេះប្រាប់ទៅកាន់យ៉ាងថាពីមុនកន្លែងនេះមិនមែនបែបហ្នឹងទេវាធ្លាប់ជាកន្លែងដែលសម្ដែងសៀករហស្សកម្មនិងមានមនុស្សម្នាមកលេងនិងទស្សនាយ៉ាងច្រើនប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំទៅកន្លែងសម្ដែងសៀកនេះក៏ត្រូវបានបិទដំណើរការហើយក៏បានคล้ายជាកន្លែងដែលគេបោះបង់ចោលទោះបីជាបែបហ្នឹងក៏ដោយក៏អ្នកសម្ដែងសៀកចាស់ៗហ្នឹងគឺនៅតែព្យាយាមក្នុងការហាត់សម្ដែងជាប្រចាំព្រោះពួកគេគិតថាថ្ងៃណាមួយកន្លែងសម្ដែងសៀកនេះនឹងបើកដំណើរការឡើងវិញជាមិនខាន
ជាច្រើនថ្ងៃហើយដែលយ៉ាងបានរៀនអំពីការរស់នៅរបស់ជីវិតមនុស្សទូទៅហើយលីនក៏តែងតែបង្រៀនយ៉ាងមករហូតដូចជាការបោកគក់ក្រណាត់ហាលក្រណាត់ដាំផ្កាធ្វើជាសួនអីជាដើមហើយទំនាក់ទំនងគេជាមួយនឹងអ្នកភូមិក៏កាន់តែល្អផងដែរមានពេលមួយនៅពេលដែលយ៉ាងគេដោះអាវមួយទឹកលីនក៏បានចូលមកធ្វើជាចង់តេងកន្សែងចេញលីនគិតថាយ៉ាងគឺជាមនុស្សប្រុសដែលអៀនខ្លាំងប៉ុន្តែតាមពិតទៅគឺយ៉ាងខ្លាចលីនឃើញស្នាមរបួសដែលនៅលើដងខ្លួនរបស់គេតែប៉ុណ្ណោះអាចថារយៈពេលនេះគឺជាពេលវេលាដ៏សែនស្ងប់ស្ងាត់និងមានក្តីសុខបំផុតក្នុងឆាកជីវិតរបស់យ៉ាងដែលជាអ្នកប្រយុទ្ធដើរសាមរ៉ៃម្នាក់ថ្ងៃមួយយ៉ាងក៏បានសង្កេតឃើញលីនបានយកផ្កាទៅកន្លែងភ្នូននរណាម្នាក់យ៉ាងក៏បានសួរអេកបលអំពីប្រវត្តិរបស់លីនហើយយ៉ាងក៏បានដឹងថាប្រហែលជាជាង10ឆ្នាំមុនគឺមានក្រុមជើងកាងខៅបូយមួយក្រុមដែលមានប្រដាប់ដោយអាវុធបានចូលមកធ្វើការគ្រប់គ្រងនិងដាក់អាណានិគមទៅកាន់មនុស្សនៅក្នុងតំបន់ហើយលីនដែលជាក្មេងស្រីស្រស់ស្អាតម្នាក់ក៏ត្រូវបានគេចាប់ឲ្យទៅបម្រើតណ្ហាឲ្យមេពួកនោះប៉ុន្តែលីនក៏បានរើខ្លួនរួចហើយក៏បានយកខ្លាញ់ដែលកំពុងតែក្តៅជះទៅលើមុខបរិសម្នាក់នោះដែលធ្វើឲ្យគេមានកំហឹងហើយគេក៏បានបាញ់លីនមួយគ្រាប់និងបានបាញ់ឪពុកម្ដាយនិងប្អូនស្រីរបស់លីនសម្លាប់ចោលផងដែរប៉ុន្តែលីនគឺនៅរស់រានមានជីវិតចាប់ពីពេលនឹងមកលីនគឺតែងតែវឹកហាត់ចោលកំបិតដើម្បីរៀបចំខ្លួនក្នុងការសងសឹកទៅកាន់បរិសម្នាក់នោះជានិច្ចនៅពេលដែលបានដឹងរឿងរ៉ាវរបស់លីនអស់ហើយយ៉ាងក៏បានជួយនាងក្នុងការរៀនចោលកំបិតផងដែរដោយយ៉ាងបានចងភ្នែករបស់នាងហើយគេក៏ទៅឈរកន្លែងគោលដៅដើម្បីឲ្យលីនប្រើប្រាស់នៅការតាំងចិត្តនិងប្រមូលអារម្មណ៍របស់នាងផ្ដោតទៅលើគោលដៅដំបូងលីននាងគឺមានភាពស្ទាក់ស្ទើរប៉ុន្តែនៅពេលដែលយ៉ាងប្រាប់នាងឲ្យមានភាពជឿជាក់នាងក៏អាចធ្វើឲ្យបានសម្រេចលីនក៏រៀងឆ្ងល់ពីសមត្ថភាពរបស់យ៉ាងហើយនាងក៏បានធ្វើជាយកដុំគ្រោះតូចគប់ទៅកាន់យ៉ាងប៉ុន្តែយ៉ាងក៏អាចចាប់វាបានដោយមិនចាំបាច់ងាកមុខចំនោះទេយ៉ាងគឺថារវាសមែនទែននៅពេលយប់យ៉ាងនិងលីនក៏បាននិយាយគ្នាហើយទំនាក់ទំនងពួកគេទាំងពីរក៏កាន់តែមានភាពស្និទ្ធស្នាលលីនក៏បានឲ្យខ្សែកម្ដាយរបស់នាងទៅកាន់យ៉ាងហើយយ៉ាងក៏បានបង្ហាញដាវមួយគូឲ្យទៅកាន់លីនវិញផងដែរលីនក៏បានកាន់ដាវនោះមកក្រវីក្រវ៉ាត់លេងហើយនាងក៏ចាប់អារម្មណ៍ទៅកាន់ដាវប្រចាំត្រកូលរបស់យ៉ាងលីនព្យាយាមដកដាវនឹងចេញពីស្រោមណាស់ប៉ុន្តែនាងធ្វើមិនបាននោះទេដោយសារតែយ៉ាងបានផ្សារដាវនឹងជាប់បាត់ទៅហើយព្រោះប្រសិនបើដាវនឹងត្រូវបានដកចេញពីស្រោមព្រលឹងវិញ្ញាណមនុស្សដែលយ៉ាងធ្លាប់សម្លាប់នឹងស្រែកយំហើយនឹងលឺដល់គ្រូធំរបស់គេនៅខាងក្រុម Set Flute ឯនេះវិញគ្រូរបស់យ៉ាងនិងកូនចៅរបស់គាត់គឺនៅតែតាមយ៉ាងដូចជាស្រមោលអញ្ចឹងហើយគាត់ក៏បានធ្វើការសម្លាប់មនុស្សអស់ជាច្រើនអ្នកផងដែរនៅខាងយ៉ាងឯនេះវិញពេលនេះគេបានចំណាយពេលវេលាក្នុងការបង្ហាត់បង្រៀនលីនអំពីការប្រើប្រាស់ដាវឲ្យមានភាពរហ័សរហួននិងស្ទាត់ជំនាញទាំងពីរនាក់ហាត់ជាមួយគ្នានៅលើវែកខ្សាច់ក្រោមពន្លឺផ្កាយយ៉ាងស្រស់ស្អាតពួកគេចំណាយពេលវេលាជាមួយគ្នាយូរទៅលីនក៏បានបង្ហាញនៅអារម្មណ៍ស្រឡាញ់ដែលនឹងមានចំពោះយ៉ាងគឺបានត្រឹមតែឈរថ្មឹងមិនដឹងថាត្រូវប្រតិកម្មបែបណានោះទេដោយសារតែនេះគឺជាលើកទី1ហើយសម្រាប់គេមិនយូរប៉ុន្មានក្រុមជើងកាងខៅបូយលើកមុននោះក៏បានត្រឡប់មកវិញម្ដងទៀតដើម្បីស្វែងរកលីនហើយមនុស្សដែលរស់នៅក្នុងតំបន់ហ្នឹងគឺព្យាយាមជួយក្នុងការលាក់បាំងលីនពីសំណាក់ក្រុមទាំងអស់នោះអញ្ចឹងហើយបរិសស្រោមមុខហ្នឹងក៏បានបញ្ចេញកំហឹងទៅកាន់ក្រុមអ្នកសម្ដែងសៀកវិញម្ដងដោយគេបានឲ្យបរិសថ្លុកម្នាក់ឈរដោយមានធុងទឹកនៅពីលើក្បាលដើម្បីឲ្យពួកគេបាញ់លេងជាការកំសាន្តមិនតែប៉ុណ្ណោះពួកហ្នឹងក៏បានធ្វើបាបទៅកាន់តាប្រមឹកដោយបានយកខ្សែចងកគាត់ហើយអូសជាមួយសាច់សេះលីនដែលពូននៅក្បែរហ្នឹងនៅពេលដែលឃើញបរិសម្នាក់ដែលបានសម្លាប់គ្រួសាររបស់នាងហើយនាងក៏ចង់ចេញទៅតទល់ជាមួយនឹងគេនោះតែម្ដងប៉ុន្តែអេកបលនិងអ្នកភូមិដទៃទៀតក៏បានចាប់លីនទៅចងទុកដើម្បីសុវត្ថិភាពរបស់នាងហើយយ៉ាងក៏បានដកយកដាវដែលគេបានឲ្យទៅលីនផងដែរប៉ុន្តែលីនគេក៏បានលាក់កូនកំបិតនៅក្នុងស្បែកជើងរបស់គេមួយទៀតអញ្ចឹងហើយគេក៏អាចកាត់ខ្សែបានសម្រេចនៅខាងបរិសស្រោមមុខឯនេះវិញពេលនេះគេកំពុងតែធ្វើការជ្រើសរើសមនុស្សស្រីណាដែលមានធ្មេញស្អាតសម្រាប់យកទៅបម្រើគេហើយគេក៏រកបាននារីម្នាក់នៅពេលដែលបរិសជាប្តីចេញមកសុំអង្វរបរិសស្រោមមុខហ្នឹងក៏បានបាញ់សម្លាប់ប្តីប្រពន្ធហ្នឹងឲ្យស្លាប់ទាំងពីរនាក់តែម្ដងហើយនៅពេលដែលកូនស្រីទាំងពីររបស់ប្តីប្រពន្ធដែលស្លាប់ហ្នឹងបានរត់ចេញមកកូនចៅរបស់បរិសស្រោមមុខក៏បានយកពួកគេទាំងពីរទៅសម្អាតខ្លួនដើម្បីឲ្យត្រៀមសម្រាប់មេរបស់គេផងដែរស្រាប់តែពេលនោះលីនក៏បានបង្ហាញខ្លួនចូលមកក្នុងកន្លែងរបស់បរិសរបាំងមុខនោះជាមួយនឹងរ៉ូបពណ៌ក្រហមយ៉ាងស៊ីអារម្មណ៍លីនក៏បានប្រើល្បិចស្រីស្អាតនិងស្ម័គ្រចិត្តក្នុងការនៅជាមួយនឹងបរិសស្រោមមុខមួយរាត្រីទៀតផងអេកបលនិងអ្នកភូមិក៏បានដឹងថាលីនបានបាត់ខ្លួនហើយយ៉ាងដឹងថាលីនប្រកាសជាទៅសងសឹកអញ្ចឹងហើយយ៉ាងក៏សម្រេចចិត្តដកដាវប្រចាំត្រកូលរបស់គេចេញពីស្រោមតែម្ដង
សម្លេងដាវរបស់យ៉ាងក៏បានលឺដល់ត្រចៀករបស់គ្រូធំរបស់គេភ្លាមៗតែម្ដងគាត់ក៏បញ្ជាឲ្យកូនចៅឲ្យត្រៀមខ្លួនចំណែកឯលីនវិញនាងក៏បានតេញកំបិតត្រៀមនឹងចូលទៅចាក់សម្លាប់បរិសស្រោមុខប៉ុន្តែអបិនឹងគឺបានដឹងមុនហើយគេក៏កាន់កំភ្លើងចាំលីនជាស្រេចក្រុមកូនចៅរបស់បរិសស្រោមុខក៏ចាប់លីនជាប់ប៉ុន្តែជាសំណាងល្អដែលយ៉ាងបានចេញមកជួយលីនតាន់ពេលយ៉ាងបានក្រវីដាវកាត់បំពង់កពួកកូនចៅនោះអស់យ៉ាងលឿនចំណែកឯបរិសស្រោមុខក៏បានរត់ហើយក៏ឡើងជិះសេះលីនក៏បានបាត់ភ្នែកចោលកំបិតទៅចំគេពីក្រោយឲ្យធ្លាក់ពីលើសេះប៉ុន្តែនៅពេលដែលបើកមុខមកតាមពិតគឺមិនមែនជាបរិសដែលបានសម្លាប់ម្ដាយឪពុករបស់នាងនោះទេដោយសារតែបរិសស្រោមុខនឹងគឺបានឲ្យកូនចៅគេពាក់ស្រោមុខបន្លំខ្លួនជាគេនឹងឯងយ៉ាងដឹងថាវត្តមានរបស់គេនឹងបង្កជាគ្រោះថ្នាក់ទៅដល់មនុស្សនៅជុំវិញខ្លួនអញ្ចឹងហើយគេក៏បានសម្រេចចិត្តក្នុងការបន្តដំណើរទៅមុខទៀតប៉ុន្តែអេកបលនិងក្រុមមនុស្សដែលរស់នៅតំបន់ឡូតទាំងអស់ក៏បានចេញមកហើយទទូចសុំឲ្យយ៉ាងនៅទីនេះជាមួយនឹងពួកគេហើយព្រោះពួកជើងកាងទាំងអស់នោះនឹងមកវិញជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗខាងមុខហើយពេលនេះអ្នកភូមិគឺអស់ទ្រាំជាមួយនឹងការមើលងាយប្រមាថបែបនឹងទៀតហើយទាំងអស់គ្នានឹងងើបឈរប្រឆាំងវិញម្ដងថ្ងៃបន្ទាប់អ្នកភូមិក៏បាននាំគ្នាជីកដីនៅកន្លែងភ្នោមួយដែលបានគប់នៅក្របបែកកំភ្លើងនិងគ្រាប់ជាច្រើនគ្រាប់គួរឲ្យភ្ញាក់ផ្អើលមែនទែនតាមពិតតាប្រមឹកគាត់គឺធ្លាប់ជាអតីតជើងឯកខាងកំភ្លើងស្នេបឬហៅថាជា Sniper ប្រចាំភូមិនឹងឯងនៅពេលយប់តាប្រមឹកក៏បានចែករំលែករឿងរ៉ាវជីវិតជាមួយនឹងយ៉ាងគាត់បានប្រាប់យ៉ាងថាពីមុនគាត់ក៏ធ្លាប់ជាអ ுக ្រិតជនមួយរូបផងដែរប៉ុន្តែដោយសារតែមានមនុស្សស្រីម្នាក់ចូលមកក្នុងជីវិតគាត់ទើបគាត់អាចចាក់ចេញពីជីវិតអតីតកាលដ៏ងងឹតរបស់គាត់បានបន្ទាប់ពីនឹងមកយ៉ាងក៏បានយកដាវដែលគេធ្លាប់ឲ្យទៅលីនយកទៅប្រគល់ឲ្យនាងវិញដើម្បីឲ្យនាងប្រើវាសម្រាប់ធ្វើការសងសឹកថ្ងៃនៃការប្រយុទ្ធក៏បានមកដល់កណ្ដឹងក៏បានបន្លឺឡើងបង្ហាញថាមនុស្សម្នាទាំងអស់ដែលរស់នៅក្នុងតំបន់ឡូតគឺបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រយុទ្ធតតាំងជាមួយនឹងក្រុមជើងកាងខៅប៊យយ៉ាងគឺឈរនៅជួរមុខជាមួយនឹងដាវសាម៉ារ៉ៃរបស់គេចំណែកឯតាប្រមឹកវិញគាត់គឺចាំបាញ់កំភ្លើងស្នេបនៅពីលើកន្ត្រកវិលនៅពេលក្រុមខៅប៊យបានជិះសេះចូលមកដល់តំបន់សួនផ្កាហើយតាប្រមឹកក៏បានបាញ់ចំក្របបែកដែលគាត់បានបង្កប់ដែលធ្វើឲ្យពួកនោះស្លាប់និងរបួសអស់ជាច្រើនអ្នកចំណែកឯយ៉ាងគេក៏បានឆ្លៀតឱកាសនៅពេលដែលខ្សាច់កំពុងតែអ៊ូអាប់បែបនេះគេក៏បានប្រើប្រាស់សមត្ថភាពបំលាស់ទីរបស់គេយ៉ាងលឿនហើយក៏សម្លាប់ពួកនោះដោយគ្មានស្រមោលក្រុមពួកខៅប៊យដែលនៅសេសសល់ក៏បន្តដេញតាមយ៉ាងរហូតដល់តំបន់សំដែងសៀកហើយតាប្រមឹកក៏បានធ្វើការបាញ់ទៅកាន់ក្របបែកដែលក្មេងដែលនៅជិតគាត់នឹងគប់ចុះទៅដែលបណ្ដាលឲ្យផ្ទុះសម្លាប់ពួកនោះអស់ជាច្រើនអ្នកបរិសស្រោមុខក៏បានបញ្ជាកូនចៅឲ្យឡើងទៅចាត់ការតាប្រមឹកនៅខាងលើហើយតាប្រមឹកក៏បានបាញ់សម្លាប់ពួកនឹងអស់ជាច្រើនអ្នកផងដែរក្រុមសម្ដែងសៀកប្រមាណអ្នកក៏បាននាំគ្នាមកជួយបាញ់ទៅកាន់ពួកនោះជាបន្តបន្ទាប់យ៉ាងក៏បានប្រើប្រាស់រន្ទះដាវឥតស្រមោលក្នុងការកាត់ផ្ដាច់ក្បាលរបស់សត្រូវហើយចំណែកឯតាប្រមឹកវិញគាត់ក៏បានប្រាប់ក្មេងប្រុសថាដល់ពេលហើយគាត់ក៏បានជិះខ្សែរ៉តសម្រូតខ្លួនចុះមកខាងក្រោមវិញប៉ុន្តែគាត់ក៏បានបន្សល់នៅកាដូគ្រីស្មាស់ឲ្យទៅកាន់ពួកនោះផងដែរគឺជាក្របបែកដែលគាត់បានរៀបចំទុកសម្រាប់បំផ្ទុះកន្ត្រកវិលនឹងតែម្ដងអ្នកភូមិក៏បានចេញមកដោយគិតថាខៅប៊យទាំងអស់នោះគឺត្រូវបានស្លាប់បាត់បង់ជីវិតអស់ហើយប៉ុន្តែគឺមិនដូចជាអ្វីដែលពួកគេគិតនោះទេក្រុមពួកខៅប៊យគឺនៅមានជីវិតច្រើនអ្នកគួរសមដែរហើយពួកនឹងក៏នៅតែបន្តដេញបាញ់ទៅកាន់អ្នកភូមិស្រាប់តែពេលនោះក្រុមនិនចារបស់យ៉ាងក៏បានបង្ហាញខ្លួនមកផងដែរក្រុមនិនចាក៏បានប្រើប្រាស់ដាវក្នុងការប្រយុទ្ធជាមួយនឹងក្រុមខៅប៊យហើយយ៉ាងក៏បានចូលមកការពារទៅកាន់លីននិងអេព្រីលផងដែរដោយគេបានប្រើប្រាស់ដាវប្រចាំតកូលក្នុងការសម្លាប់ទៅកាន់សមាជិកក្រុមរបស់ខ្លួនអេកបលនិងលីនគឺបានរត់ដើម្បីយកអេព្រីលទៅកន្លែងដែលមានសុវត្ថិភាពហើយក្រុមនិនចាក៏រត់ដេញតាមពីលើដំបូលផងនិងដេញតាមផ្លូវក្រោមផងដែរលីនបានឲ្យអេព្រីលទៅកាន់អេកបលប៉ុន្តែជាអកុសលអេកបលក៏ត្រូវបានគេសម្លាប់ហើយបរិសស្រោមុខក៏បានចាប់យកអេព្រីលទៅជាមួយគេបាត់ទៅហើយយ៉ាងក៏បានកាន់ដាវដើរចូលទៅកន្លែងលាក់ខ្លួនរបស់បរិសស្រោមុខគេក៏បានធ្វើការផ្ដាច់ភ្លើងឲ្យងងឹតដោយសារតែយ៉ាងគេអាចផ្លាស់ទីបានរហ័សនិងលឿនខ្លាំងក្នុងពេលងងឹតគេបានប្រើប្រាស់ដាវក្នុងការសម្លាប់ទៅកាន់កូនចៅរបស់បរិសស្រោមុខដែលប្រដាប់ដោយកំភ្លើងចុងក្រោយយ៉ាងក៏បានដើរចូលទៅរកបរិសស្រោមុខហើយយ៉ាងក៏បានធ្វើការកាត់ផ្ដាច់គ្រាប់កំភ្លើងដាច់ជាពីរតែម្ដងដើម្បីជួយជីវិតអេព្រីលយ៉ាងមិនបានសម្លាប់បរិសម្នាក់នឹងទេគឺគេទុកឲ្យលីនជាអ្នកចាត់ការលីនបានយកដាវដើម្បីចូលប្រយុទ្ធមួយស្មើជាមួយនឹងបរិសស្រោមុខដំបូងគឺមានប្រៀបទៅកាន់លីនហើយយ៉ាងគឺមិនចូលជួយនោះទេប៉ុន្តែដល់ពេលដែលលីនបានតាំងចិត្តនាងក៏អាចកាត់ផ្ដាច់
កជើងរបស់បរិសម្នាក់នោះហើយនាងក៏បានធ្វើការចាក់សម្លាប់គេចោលដើម្បីសងសឹកឲ្យគ្រួសាររបស់នាងបានសម្រេចមិនតាន់ចប់រឿងទេគឺនៅសល់គ្រូធំរបស់យ៉ាងម្នាក់ទៀតយ៉ាងគឺត្រូវប្រយុទ្ធស្លាប់រស់មួយស្មើជាមួយនឹងគាត់យ៉ាងក៏បានធ្វើការប្រយុទ្ធជាមួយនឹងគ្រូធំរបស់ខ្លួនយើងក៏បានដឹងថាពីក្មេងមកយ៉ាងគឺត្រូវបានវឹកហាត់យ៉ាងលំបាកហើយគ្រូធំរបស់គេក៏បានបង្រៀនគេឲ្យធ្វើជាមនុស្សចិត្តដាច់សូម្បីតែកូនឆ្កែសំណប់របស់គេក៏ត្រូវបានគ្រូធំរបស់គេបញ្ជាឲ្យគេសម្លាប់ផងដែរអញ្ចឹងហើយពេលនេះគឺដល់វេនគាត់វិញម្ដងពេលនេះយ៉ាងក៏បានធ្វើការសម្លាប់ទៅកាន់គ្រូរបស់គេដូចគ្នាយ៉ាងក៏បានសម្រេចចិត្តចាក់ចេញតែម្នាក់ឯងដោយទុកអេព្រីលឲ្យនៅនឹងលីននិងអ្នកភូមិដែលនៅសេសសល់ដើម្បីចិញ្ចឹមបីបាច់ព្រោះគេដឹងថាវត្តមានរបស់គេនៅកន្លែងណាគឺតែងតែមានគ្រោះថ្នាក់នៅកន្លែងនោះក៏ព្រោះតែគេគឺជាមនុស្សដែលមានសត្រូវច្រើនសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ